ដល់ខែពងត្រីអញ្ចឹងមិនគួរមករំលងទេជាមួយនឹងសឡមជូរនិយាយទៅសឡមជូរមួយមុខនេះគឺឆ្ងាញ់ខ្លាំងណាស់បងប្អូនយើងលេពងត្រីផងហើយតាក់ជាមួយនឹងក្បាលត្រីតិចតួចទៀតណាគឺមានជាតិមែនតែនទឹកសម្លហ្នឹងណាហើយជាពិសេសចំពោះបន្លែវិញបងប្អូនចង់ប្រើជាមួយនឹងតកូនស្រាយយកមកស្លក៏ឆ្ងាញ់ដែរណាសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំប្រើបន្លែ3មុខមានជាមួយនឹងកាអៅឈូកសាច់ចំបាំងហើយនិងប៉េងប៉ោះរសជាតិគឺខ្ញុំចូលចិត្តបែបរៀងចាស់ប្រហុកហើយនិងជូរជ្រះអញ្ចឹងហើយសម្រាប់សឡមជូរពេលដែលយើងស្លហើយក្តៅកុំភ្លេចថែមជាមួយនឹងទឹកត្រីញ៉ាំម្ទេសដាក់អាចចិត្តនឹងផងណាដោយសារតែសម្លម្ជូរគឺវាគូជាមួយនឹងទឹកត្រីញ៉ាំម្ទេសនឹងឯងចាតោះឥឡូវកុំឲ្យខាតពេលងាកទៅមើលការធ្វើជាមួយខ្ញុំទាំងអស់គ្នាណាថាតើរបៀបធ្វើសម្លម្ជូររបស់ខ្ញុំនេះបែបណារបៀបនៃការស្លម្ជូររបស់ខ្ញុំនេះគឺធ្វើដោយតរដងអញ្ចឹងប្រើជាមួយនឹងម្ទេសផ្លោកខ្មែរបងប្អូនម្ទេសផ្លោកខ្មែរនេះគឺខ្ញុំប្រើជាមួយនឹងម្ទេសទុំហើយនិងម្ទេសខ្ចីគឺខ្ញុំប្រើរៀងច្រើនតិចដោយសារតែខ្ញុំចង់ឲ្យទឹកស្លនោះវាមានជាតិហឹរខ្លះចំណែកឯម្ជូរវិញខ្ញុំប្រើមួយជាមួយនឹងម្ជូរស្លឹកអំពិលណាចាទឹកពុះបង់គ្រឿងកាត់ឆ្អាបចូលមានដូចជាគល់ស្លឹកគ្រៃស្លឹកក្រូចហើយនិងរំដេងបន្ទាប់មកដាក់ប្រហុកចូលចំនួន1ស្លាបព្រាបាយចំពោះក្បាលត្រីគឺខ្ញុំប្រើតែមួយទេរីឯពងត្រីវិញខ្ញុំប្រើចំនួន2ខាំបងប្អូនពេលដែលយើងស្លជាប្រភេទក្បាលត្រីថែមជាមួយនឹងពងត្រីអញ្ចឹងគឺវាធ្វើឲ្យទឹកស្លរបស់យើងកាន់តែមានជាតិចំណែកឯគ្រឿងក្រៅដែលខ្ញុំត្រូវដាក់បន្តទៀតនោះគឺខ្ញុំប្រើតែ3មុខឯណាមានដូចជាអំបិលប៊ីចេងហើយនិងម្សៅស៊ុបចំណែកឯស្ករវិញគឺខ្ញុំអត់ប្រើទេឲ្យតែថាស្លជាប្រភេទសាច់ត្រីដែលនៅស្រស់ៗអញ្ចឹងគឺខ្ញុំអត់ដាក់ស្ករទេខ្លាចវាចេញក្លិនឆ្អាបបងប្អូនតែបើខ្ញុំប្រើជាប្រភេទត្រីឆ្អើយកមកស្លវិញគឺខ្ញុំលួចចូលស្ករបន្តិចចំពោះរសជាតិពេលដែលយើងស្លក្បាលត្រីស្រស់ចេះប្រើជាមួយនឹងស្ករអាចនឹងមានក្លិនឆ្អាបអញ្ចឹងហើយគឺខ្ញុំអត់ដាក់ស្ករចូលទេស្លម្ជូរក្បាលត្រីនេះគឺយើងអត់សូវប្រើពេលវេលាក្នុងការស្លយូរហ្មងទេបងប្អូនដោយសារតែក្បាលត្រីគឺវាឆាប់នឹងឆ្អិនណាស់ពេលដែលយើងដាក់ក្បាលត្រីចូលទុកត្រឹមតែ2ពុះអីទេខ្ញុំចាប់ដើមដាក់សាច់ច្បាំងនឹងចូលតាមក្រោយចំពោះសាច់ច្បាំងបងប្អូនរើសយកអាទូចពេលដែលយើងប្រើជាមួយនឹងសាច់ច្បាំងទូចអញ្ចឹងគឺច្រាប់ឆ្ងាញ់ណាស់ចាសាច់ច្បាំងគឺខ្ញុំទុកត្រឹម2ពុះអីដាក់ជាមួយនឹងស្លឹកអំពិលនឹងចូលតាមក្រោយទៀតណាបងប្អូនម្ជូរស្លឹកអំពិលនេះខ្ញុំប្រើចំនួន1ខាំកន្លះដោយសារតែរសជាតិគឺខ្ញុំចូលចិត្តបែបនឹងជូរលះបន្តិចចំពោះកាអៅឈូកនេះវិញគឺយើងរើសយកខ្ចីៗដូចគ្នាមកដោយសារតែកាអៅឈូកកាលណាយើងរើសចូលរៀងធំពេកក៏វាធ្វើឲ្យកាអៅឈូកនោះវារឹងគឺញ៉ាំអត់សូវឆ្ងាញ់ដែរចំពោះការដាក់កាអៅឈូកនេះគឺខ្ញុំទុកត្រឹម2ពុះដូចគ្នាចាប់ដើមដាក់ចូលជាមួយនឹងប៉េងប៉ោះឆេរីនឹងចូលតាមក្រោយទៀតប៉េងប៉ោះឆេរីខ្ញុំទិញមកថ្ងៃនេះគឺបានល្អមែនទេដោយសារតែប៉េងប៉ោះហ្នឹងអត់មានជាតិជូរសូម្បីតែបន្តិចគឺមានតែជាតិផ្អែមទេអញ្ចឹងហើយនៅក្នុងសាឡនេះមិនបាច់ចាំប្រើស្ករក៏បានដែរគឺវាចេញជាតិផ្អែមនឹងនៅក្នុងប៉េងប៉ោះនឹងឯងបងប្អូនចំពោះប៉េងប៉ោះនេះគឺខ្ញុំប្រើចំនួននឹង2ខាំពេលដែលខ្ញុំដាក់ប៉េងប៉ោះចូលគឺខ្ញុំទុកត្រឹមតែ1ពុះអីទេដោយសារតែប៉េងប៉ោះនេះកាលណាយើងទុកអាយុពេកវាអាចនឹងឆាប់ទៅរលួយម្ទេសផ្លោកហ្នឹងក៏អញ្ចឹងដែរនៅពេលដែលយើងបង់វាចូលភ្លាមទុកត្រឹមតែ1ពុះអីបានដែរដោយសារតែម្ទេសផ្លោកក៏វាឆាប់ឆ្អិនដូចគ្នាចាចំពោះម្ទេសផ្លោកពេលដែលខ្ញុំដាក់ចូលហ្នឹងគឺខ្ញុំទុកត្រឹម1ពុះខ្ញុំចាប់ផ្ដើមបង់ជាមួយនឹងស្លឹកម្រះព្រៅបង់ចូលតាមក្រោយទៀតចំពោះស្លឹកម្រះព្រៅពេលដែលខ្ញុំដាក់ចូលភ្លាមខ្ញុំពន្លត់ភ្លើងហ្មងបងប្អូនគឺខ្ញុំអត់ទុកឲ្យពុះយូរទេណាដោយសារតែស្លឹកម្រះព្រៅនេះវាឆាប់នឹងស្លោកពេលដែលយើងទុកឲ្យយូរពេកវាទៅជាឃើញស្លឹកហ្នឹងវាចំឃើញអត់ស្អាតបងប្អូនឥឡូវនេះសម្លម្ជូររបស់ខ្ញុំក៏បានស្លោះឆ្អិនហើយនិយាយពីថាក្លិនហ្នឹងជះមកគឺឈ្ងុយឈ្ងប់ពេញផ្ទះហ្មងបងប្អូនដោយសារតែប្រើជាមួយនឹងស្លឹកម្រះព្រៅរៀងច្រើនដែរហើយចំពោះម្រះព្រៅហ្នឹងពេលដែលយើងស្លោះលាយជាមួយនឹងផ្កាវាតិចតួចគឺធ្វើឲ្យទឹកសម្លរបស់យើងនឹងកាន់តែឈ្ងុយហើយជាពិសេសនៅពេលដែលយើងដួសទឹកសម្លដាក់ក្នុងចានហើយបងប្អូនកុំភ្លេចថែមជាមួយនឹងស្លឹកម្រះព្រៅហ្នឹងបន្តិចទៀតពេលដែលយើងដាក់លាយអញ្ចឹងទៅគឺធ្វើឲ្យទឹកសម្លរបស់យើងកាន់តែឈ្ងុយជាងហ្នឹងទៀតណាចាចំពោះរសជាតិដូចខ្ញុំបញ្ជាក់អញ្ចឹងយើងស្លបែបរៀងជូរជ្រះបន្តិចហើយចាប្រហុកតិចតួចទៀតគឺឆ្ងាញ់ខ្លាំងណាស់ហើយកុំភ្លេចអែបជាមួយនឹងទឹកត្រីញ៉ាំម្ទេសដាក់ស្រោចពីលើពោះត្រីគឺញ៉ាំទៅមួយម៉ាត់ណាក៏ខ្ទិះដែរមួយម៉ាត់ណាក៏ឆ្ងាញ់ទៀតអញ្ចឹងហើយសម្រាប់មួយមុខនេះបើសិនជាបងប្អូនចូលចិត្តសម្លម្ជូរកុំភ្លេចសាកធ្វើញ៉ាំណា